បាទសួស្តីបងប្អូនអរគ្នាបាទអញ្ចឹងថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីរបៀបនៅក្នុងការ config បាទ email address បាទដែលបងប្អូនទទួលបានពីសាកលវិទ្យាល័យបាទថាតើរបៀបនៅក្នុងការ config បាទយើង config យ៉ាងដូចម្ដេចបាទនៅពេលដែលបងប្អូនទទួលបាន email ពីសាកលវិទ្យាល័យហើយបាទអញ្ចឹងនេះគឺលោកគ្រូចង់បញ្ជាក់អំពីរបៀបក្នុងការ config ដែលយើងប្រើប្រាស់បាទរវាង computer ជាមួយនឹងទូរស័ព្ទដៃបាទអញ្ចឹងដើម្បីធ្វើការ config បាទ email address ដែលទទួលបានពីសាកលវិទ្យាល័យបាទសម្រាប់បងប្អូនអរគ្នាទី1គឺបងប្អូនបើក browser របស់យើងមកបាទហើយបងប្អូនធ្វើការវាយទៅលើពាក្យថា office.com នេះដូចអ្វីដែលលោកគ្រូបានវាយនេះបាទអញ្ចឹងនៅពេលដែលបងប្អូនវាយលើពាក្យ office.com ហើយគឺបងប្អូននឹងឃើញប៊ូតុង sign in នៅខាងក្រោមនេះមួយបាទអញ្ចឹងបងប្អូនអាចចុចទៅលើប៊ូតុងបាទ sign in នេះមកបាទអញ្ចឹងនៅពេលដែលបងប្អូន sign in ហើយបងប្អូនយក email address ដែលបងប្អូនទទួលបានពីសាកលវិទ្យាល័យបងប្អូនដាក់ចូលមកឥឡូវឧទាហរណ៍ថាលោកបាន email ហ្នឹងបាទអញ្ចឹងយើងចុចទៅលើប៊ូតុង next មកបាទបន្ទាប់មកគឺបងប្អូនធ្វើការបញ្ចូលនៅ password ដែលបងប្អូនទទួលបានបាទពីសាកលវិទ្យាល័យបាទអញ្ចឹងលោកឧទាហរណ៍ថាលោកមកយកបាទ password នេះគឺលោកទទួលបានពីសាលាបាទអញ្ចឹងលោកធ្វើការ copy មកតែម្ដងបាទអញ្ចឹងយើង pass បញ្ចូលនៅក្នុងកន្លែង password របស់យើងបាទអញ្ចឹងនៅពេលដែលយើង pass ហើយគឺយើងចុចទៅលើប៊ូតុង sign in បាទអញ្ចឹងនៅកន្លែងនេះគឺវាតម្រូវឲ្យយើងធ្វើការ change នៅ password ថ្មីបាទអញ្ចឹងជាធម្មតាគឺ password ដែលបានផ្ដល់ដោយសាកលវិទ្យាល័យគឺបងប្អូនអាចធ្វើការប្រើប្រាស់បានទេបាទអញ្ចឹងគឺបងប្អូនត្រូវធ្វើការ change នៅ password ថ្មីដែលបងប្អូនចង់ដាក់គ្រាន់តែលោកគ្រូចង់បញ្ជាក់ថាតាក់ទងជាមួយ password ថ្មីនេះគឺបងប្អូនអាចបាទដាក់យ៉ាងម៉េចឲ្យវាមាន security បាទអញ្ចឹង password របស់យើងគឺត្រូវមានចាប់ពី8 character ឡើងទៅលើបាទហើយមានអក្សរមានលេខមាននិមិត្តសញ្ញាបាទហើយអក្សរនោះគឺបងប្អូនត្រូវមានអក្សរធំអក្សរតូចទៀតបាទអញ្ចឹងនៅកន្លែងពាក្យ current password នេះគឺបងប្អូនអាចបាទធ្វើការវាយនៅ password ចាស់របស់យើងបាទអញ្ចឹងលោកគ្រូដាក់ password ចាស់មកហើយ password ថ្មីគឺបងប្អូនអាចបាទវាយនៅកន្លែង new នេះបាទ new password នេះគឺបងប្អូនវាយ password ថ្មីអញ្ចឹងនៅពេលដែលបងប្អូនវាយនៅ password ថ្មីរួចហើយបាទបងប្អូនអាចធ្វើការចុចទៅលើប៊ូតុងបាទ sign in នេះបាទដើម្បីយើងចូលដំណើរការនៅក្នុងការ config បាទទៅលើ email address របស់យើងបាទអញ្ចឹងយើងចុចទៅលើប៊ូតុង sign in ហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងចុចទៅលើប៊ូតុង sign in ហើយកន្លែងនេះគឺយើងអត់មានត្រូវការធ្វើអីទៀតទេបាទគឺបងប្អូនចុចទៅលើប៊ូតុង nextបាទអញ្ចឹងនៅពេលដែលយើង next ហើយមកដល់ចំណុចនេះបាទក៏បងប្អូនអត់មានត្រូវការធ្វើអីទៀតដែរបាទគឺយើងគ្រាន់តែចុចទៅលើប៊ូតុង next ទៀតបាទណាបាទអញ្ចឹងកន្លែងនេះក៏យើងត្រូវធ្វើការ next ទៀតដែរបាទប៉ុន្តែមុននឹង next គឺបងប្អូនអាចធ្វើការបើកបាទទៅលើកម្មវិធី Microsoft Authenticator របស់យើងបាទដើម្បីធ្វើការ scan ណាបាទអញ្ចឹងបងប្អូនចុច next ទៅបាទបន្ទាប់មកបងប្អូនអាចបើកនៅលើទូរស័ព្ទដៃរបស់យើងនេះបាទគឺយើងបើកទៅលើរកកម្មវិធីបាទនេះ Microsoft Authenticator នេះបាទអញ្ចឹងបងប្អូនបើកទៅលើកម្មវិធីហ្នឹងហើយបាទគឺបងប្អូនអាចចាប់ផ្ដើមធ្វើការ scan អញ្ចឹងនៅពេលដែលយើង scan គឺយើងចុចទៅលើសញ្ញាបូកនេះហើយយើងយកពាក្យថា work or school account បាទហើយយើងយកពាក្យថា scan QR code បាទហើយកន្លែងនេះលោកចង់បញ្ជាក់ដែរសម្រាប់ step កន្លែងនេះគឺសូមបងប្អូនធ្វើឲ្យបានលឿនបាទអញ្ចឹងនៅពេលដែលវា scan វាចាប់រួចហើយសូមបងប្អូន next បាទអញ្ចឹងនៅពេលដែល next ទៅហើយគឺវាឲ្យយើងវាយលេខកូដហ្នឹង confirm បាទអញ្ចឹងយើងវាយលេខមកគឺ46បាទហើយយើងចុចទៅលើប៊ូតុង yes ណាបាទនៅលើទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងនៅពេលដែលយើងចុចទៅលើប៊ូតុង yes ហើយវាចាប់ផ្ដើម scan បាទបើសិនជាទូរស័ព្ទហ្នឹងបងប្អូនដាក់មុខងារក្នុងការ scan គឺវានឹងធ្វើការ scan មុខរបស់យើងតែបើសិនជាទូរស័ព្ទបងប្អូនដាក់នៅមុខងារបញ្ចូល passcode បាទអញ្ចឹងគឺវាទាមទារយើងវាយ passcode សម្រាប់ទូរស័ព្ទដៃបាទអញ្ចឹងចុងក្រោយបងប្អូនចុចទៅលើប៊ូតុង done ទៅបាទជាការស្រេចហើយបាទនេះគឺជារបៀបនៅក្នុងការ config បាទទៅលើ email address ដែលបងប្អូនទទួលបានអំពីសាកលវិទ្យាល័យបាទអញ្ចឹងដំបូងគឺបងប្អូនត្រូវតែមានបាទ app បាទAuthenticator ដែលគ្រូបានប្រាប់មិញនេះបាទអញ្ចឹងមុននឹងយើងចាប់ផ្ដើមធ្វើការ config គឺបងប្អូនត្រូវមាន app Authenticator នេះសិនបាទដែលបងប្អូនត្រូវ download ដាក់នៅក្នុងទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងនៅពេលដែលយើងទទួលបាន app នេះហើយបាទគឺបងប្អូនអាចបាទធ្វើការ config បានដែរបាទអញ្ចឹងនៅពេលដែលយើង config ទៅដល់ចំណុចដែលត្រូវ scan QR មិញនេះបាទគឺបងប្អូនអាចបើក app នេះបាទធ្វើតាមការណែនាំដែលគ្រូបានបញ្ជាក់មិញហ្នឹងគឺបងប្អូនអាចធ្វើការ config បានដោយជោគជ័យបាទនេះគឺជា email address ដែលយើងបាន config បានអញ្ចឹងបងប្អូនអាចប្រើប្រាស់វាបានទៅតាមបាទការងារតាមការសិក្សារបស់យើងដែលយើងមាន app ជាច្រើនណាបាទតាក់ទងជាមួយនឹង Microsoft 365បាទសម្រាប់បងប្អូនក្នុងការប្រើប្រាស់ហើយយើងទទួលបាន one try នេះគឺ 100G សម្រាប់បងប្អូនម្នាក់ៗណាបាទហើយយើងមាន all app នេះបងចូលទៅគឺយើងមាន app ជាច្រើនទៀតបាទដែលបងប្អូនអាចធ្វើការប្រើប្រាស់បាទនៅក្នុងកម្មវិធី Microsoft 365របស់យើងនេះ
បាទអញ្ចឹងនេះគឺជា app របស់យើងដែលបងប្អូនអាចប្រើប្រាស់បានយើងមាន Outlook សម្រាប់យើងភ្ជាប់ជាមួយ email យើងមាន Microsoft Word Excel បាទ PowerPoint ណាបាទ Microsoft OneNote Microsoft Teams OneDrive ឬក៏ SharePoint បាទអញ្ចឹងយើងមានច្រើនហើយ app របស់យើងមាននៅខាងក្រោមនេះទៀតដែលបងប្អូនអាចប្រើប្រាស់បានយើងមាន Microsoft Form មាន Microsoft អីនេះណាបាទ Microsoft Stream នេះអាហ្នឹងគឺដូចជា YouTube អញ្ចឹងដែរបាទអញ្ចឹងបងប្អូនអាចប្រើប្រាស់វាបាទហើយបងប្អូនអាចធ្វើការ download app ទាំងអស់ហ្នឹងដាក់នៅលើទូរស័ព្ទដៃរបស់យើងនេះបាទដើម្បីបងប្អូនងាយនៅក្នុងការប្រើប្រាស់ដែរណាបាទបាទអញ្ចឹងសម្រាប់ការបង្ហាញអំពីរបៀបបាទនៅក្នុងការ config ទៅលើ email address ដែលបងប្អូនទទួលបាន email ពីសាកលវិទ្យាល័យបាទគឺចប់តែប៉ុណ្ណេះបាទអញ្ចឹងហើយគឺសូមបងប្អូនអាចអនុវត្តនិងធ្វើទៅតាមអ្វីដែលលោកបានបញ្ជាក់បាទគឺបងប្អូននឹងទទួលបាន email មួយនៅក្នុងការប្រើប្រាស់បាទដើម្បីរៀនជាមួយនឹងសាស្ត្រាចារ្យក៏ដូចជាការប្រឡងបាទការដាក់ពាក្យសុំច្បាប់បាទផ្សេងគឺយើងធ្វើនៅក្នុងបាទ email នេះទាំងអស់បាទតាក់ទងជាមួយនឹងការបដូរម៉ោងសិក្សាបាទបងប្អូនត្រូវការប្រើប្រាស់ email នេះដើម្បីធ្វើការ scan បាទដើម្បីបំពេញព័ត៌មាននៅក្នុង system ដើម្បីធ្វើការបដូរក៏ដូចជាតាក់ទងជាមួយនឹងការសុំច្បាប់ផ្សេងបាទអរគុណ